កងរាជអាវុធហត្ថជាកម្លាំងស្នូលដ៏សំខាន់ក្នុងកិច្ចថែរក្សាសន្តិភាពជាខឿនសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ2នាក់បញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមស្នេហ៍ត្រីមេឃស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងមានការសម្រុះសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 22:00 នាទីយប់នៅថ្ងៃទី 28 វិច្ឆិកា 2025 កម្លាំងល្បាតមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានចេញល្បាតដល់ចំណុចខាងក្រៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបានបង្ក្រាបជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនស្ថិតនៅភូមិស្នោទី 1 សង្កាត់ការធំក្រុងច្បារមនខេត្តកំពង់ស្ពឺជនសង្ស័យរួមមានទី 1 ឈ្មោះហនច័ន្ទដាភេទប្រុសអាយុ 31 ឆ្នាំមុខរបរជាកម្មកររោងចក្រមានទីលំនៅបច្ចុប្បន្ននៅភូមិស្នោទី 1 សង្កាត់ការធំក្រុងច្បារមនខេត្តកំពង់ស្ពឺនិងទី 2 មានឈ្មោះម៉ៃវីណាភេទប្រុសអាយុ 31 ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្ននៅភូមិស្នោទី 1 សង្កាត់ការធំក្រុងច្បារមនខេត្តកំពង់ស្ពឺចាប់យកវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញីចំនួន 20 កញ្ចប់ទម្ងន់ 10.42 ក្រាមទូរស័ព្ទដៃ2គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតបច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី